មិនខ្លាចការគំរាមរបស់អាមេរិកឥឡូវនេះអ៊ីរ៉ង់បានចេញសារព្រមានទៅកាន់អ៊ុយក្រែនព្រមានទៅកាន់លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនចំតែម្ដងដោយប្រទេសកំពុងតែញោមញីដោយសង្គ្រាមរយៈពេលជាង4ឆ្នាំនេះហ៊ានលូកដៃមកជួយអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ផងសមាជិកសភាកំពូលរបស់ប្រទេសអ៊ីរ៉ង់បានប្រមានខ្លាំងទៅកាន់អ៊ុយក្រែនដោយគម្រាមសងសឹកព្រោះតែទីក្រុងគៀវបានផ្ដល់ជំនួយនិងបញ្ជូនឧបករណ៍ការពារដែនអាកាសដល់សត្រូវរបស់ទីក្រុងតេហេរ៉ង់សារព័ត៌មាន RT បានដកស្រង់សំណេរប្រធានគណៈកម្មាធិការសន្តិសុខជាតិក្នុងសភាអ៊ីរ៉ង់លោក Ebrahim Azizi ដែលបង្ហោះសារនៅលើបណ្ដាញសង្គម X កាលពីថ្ងៃសៅរ៍ទី14ខែមីនាឆ្នាំ2026ថាអ៊ុយក្រែនបានក្លាយជាភាគីនៃសង្គ្រាមដែលបង្កឡើងដោយអាមេរិកនិងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ហើយលោក Ebrahim Azizi បញ្ជាក់ថាតាមរយៈការផ្ដល់ការគ្រប់គ្រងផ្នែក drone ដល់របបអ៊ីស្រាអែលប្រទេសអ៊ុយក្រែនដែលកំពុងបរាជ័យបានចូលរួមនៅក្នុងសង្គ្រាមនេះយ៉ាងពិតប្រាកដនិងពេញលេញហើយនៅក្រៅមាត្រា51នៃធម្មនុញ្ញអង្គការសហប្រជាជាតិវាធ្វើឲ្យទឹកដីទាំងមូលរបស់ខ្លួនក្លាយជាគោលដៅស្របច្បាប់សម្រាប់អ៊ីរ៉ង់វាយប្រហារហើយការប្រមាននេះកើតឡើងមួយសប្តាហ៍បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានទម្លាយថាប្រទេសរបស់លោកបានបញ្ជូនក្រុមជំនាញការផ្នែកយោធាទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីផ្ដល់ប្រឹក្សានិងរៀបចំផែនការទប់ទល់នឹងការវាយប្រហារដោយមីស៊ីលក៏ដូចជាដ្រូនពីសំណាក់ប្រទេសអ៊ីរ៉ង់